នេះរឿងថ្មីស្រឡាងមួយទៀតហើយបងប្អូនក្រោយពីដឹងដំណឹងពីខ្ញុំបាទទៅប្រហែលជាបងប្អូនសប្បាយចិត្តទៀតហើយបាទហើយសម្រាប់រឿងនេះបងប្អូនដូចជាខកខានមើលការប្រកួតរបស់គាត់ខ្ញុំគ្រាន់ហើយបាទគាត់បានជួបគ្នានៅក្នុងកម្មវិធីរបស់ហងមាសយើងក៏ស្វោកនៅសង្វៀនអត់មានកន្លែងអង្គុយទស្សនាទៅបងប្អូនដាក់ slide នៅខាងក្រៅបងប្អូនបានមើលគឺការប្រកួតរវាងឌីមសរងជាមួយនឹងពេជ្រសង្ហាអូយអ្នកណាក៏នឹកស្មានដែរថាលទ្ធផលវាបែរទៅជាចរ៉ាត្រឡប់មកវិញអ្នកស្រឡាញ់គុណខ្មែរ fan លោកគ្រូផាន់ក៏ដោយមិនមែន fan ក្លឹបលោកគ្រូផាន់ក៏ដោយដឹងតែពីពេជ្រសង្ហាឈ្នះឌីមសរងបាទយើងមើលអត់ឃើញកីឡាអញ្ចឹងមែនបងប្អូនកាលនោះឌីមសរងវាយឲ្យពេជ្រសង្ហាបោះបង់ការប្រកួតដោយសារបែកធំពេកតែអាខាងនោះបើអត់បែកមិនដឹងជាទៅជាយ៉ាងណាទៀតទេបងប្អូនខ្លួននៅជ្រុងទឹកទៀតដែរបាទនៅជ្រុងទឹកទៀតដែរហើយកម្លាំងរបស់ពេជ្រសង្ហាអត់មានធំថយទេជំនាន់ហ្នឹងបាទឥឡូវបងប្អូនលហៀងមកច្បាស់តើហើយបងប្អូនអត់អាចប្រើពាក្យលហៀងទេច្បាស់ការហើយថាអ្នកទាំងពីរនឹងជួបគ្នានៅពេលឆាប់ខាងមុខនេះអូយមិនដឹងដាក់ប្រាក់ប្រមាណលានរៀលទេបងប្អូនថាជាច្រើនមែនតើហើយតាមមើលបងប្អូនតោះឥឡូវសរុបមកវិញដំណឹងដែលខ្ញុំបាទជំរាបជូននេះថាអ្នកទាំងពីរឌីមសរមនិងពេជ្រសង្ហានឹងត្រូវជួបគ្នាពេលឆាប់នេះទាំងក្លឹបលោកគ្រូផាន់ទាំងក្លឹបអុកញ៉ាស្រីសន្ធន KKS និងសង្វៀនគេចាប់ដើមចិននំគ្នាជជែកគ្នាថាត្រូវដាក់អីឲ្យត្រូវគ្នាហើយនៅរងចាំតែថ្ងៃមួយបង្ហាញប្រាប់បងប្អូនឲ្យរំភើបតែម្ដងបាទនឹងសម្រាប់ការប្រកួតរបស់ពួកគេបាទបងប្អូនឥឡូវមើលអ្នកបងប្អូនណាដែលអាចថាទស្សទាយបានអ្នកទាំងពីរនេះអ្នកណាជាអ្នកបន្តទៅជ័យជំនះរបស់ខ្លួនឬក៏អ្នកណាអាចនឹងសងសឹកបានបងប្អូនណាប្រយ័ត្នបច្រាស់លទ្ធផលទៀតណាខ្ញុំពិបាកថាណារឿងកីឡាបាទឥឡូវនិយាយពីក្តីស្រឡាញ់វិញខ្ញុំស្រឡាញ់មុនគេខ្ញុំជា admin មួយខ្ញុំស្រឡាញ់ឌីមសរោមកហើយចាប់បងប្អូនខាងណាបងស្រឡាញ់ខាងណាថាខាងហ្នឹងមកបងប្អូនតែពិតយើងស្រឡាញ់ទាំងអស់ទេពេជ្រសង្ហាក៏ខ្ញុំស្រឡាញ់កីឡាល្អឌីមសរោក៏ស្រឡាញ់ប៉ុន្តែគាត់ថាអាចភាពវាចង់និយាយថាភាគរយត្រង់ផ្អៀងបាទអញ្ចឹងខ្ញុំយកឌីមសរោទោះថាគាត់ប្រកួតធ្វើបានល្អក្តីមិនបានល្អក្តីចាញ់ពេជ្រសង្ហាយ៉ាងម៉េចក៏យើងនៅទទួលស្គាល់ថាយើងស្រឡាញ់ឌីមសរោស្រឡាញ់ក្បាច់កម្លាំងស្រឡាញ់ចរិតរឹកពីស្រឡាញ់ការប្រកួតអីមកចប់តោះបងប្អូនវិញបងប្អូនយកខាងណាដែរតិចតាមខ្ញុំណាតែបើតាមហើយចាញ់កុំថាណាបាទលោកគ្រូត្រង់សេលោកគ្រូសង់ត្រេខាងណាដែរលោកគ្រូនេះមកគ្រូទៀតហើយបាទព័ត៌មានផ្លូវការលោកគ្រូសង់ត្រេក្បាលជ្រូកឬក៏មន់ពីរអីហ៎អញ្ជើញតាមសេរីលោកគ្រូតែប៉ុណ្ណឹងអត់អីទេហើយបងប្អូនណាយកពេជ្រសង្ហាយកទៅបាទមានស្អីបាទឥឡូវតោះបងប្អូនយកខាងណាបងប្អូនខមមិននៅក្នុងវីដេអូខាងក្រោមហ្នឹងមកបាទហើយចង់ដាក់កាហ្វេក៏បានក្បាលជ្រូកមន់ស្ងោអូថ្ងៃមុនបានទៅហូបក្បាលជ្រូកគ្រូសង់ត្រេឆ្ងាញ់ដល់ហើយគាត់ចាញ់វ៉ាន់វឿនគាត់ថាវ៉ាន់វឿនស្លាប់វ៉ាន់វឿនមិនស្លាប់ណាប្រែជាវ៉ាន់វឿនឈ្នះប៉ែនកាក់យ៉ាស៊ីនឆ្កុយអញ្ចឹងគាត់ត្រូវអស់ក្បាលជ្រូកមួយហើយនឹងមន់ពីរហើយនៅក្នុងនោះគាត់មានថែមវិជាអីនាយអាយឲ្យញ៉ាំទៀតណាគ្រូសង់ត្រេបាទអញ្ចឹងអរគុណពុកម៉ែបងប្អូននេះគ្រាន់តែជាដំណឹងមួយដែលខ្ញុំចង់ជម្រាបជូនបងប្អូនថារវាងឌីមសរមនិងពេជ្រសង្ហាជួបគ្នាឆាប់នេះហើយបងប្អូនណាយើងនឹងបានមើលការប្រកួតរបស់ពួកគាត់ហើយបាទអ្នកទាំងពីរនេះអាចវាយគ្នាបានបងប្អូនបាទអាចវាយគ្នាបានហើយសម្រាប់ព័ត៌មានប្រែប្រួលយ៉ាងណាទៀតខ្ញុំបាននឹងអាប់ដេតជូនបងប្អូនឲ្យបានជ្រាបថាវាចេះប៉ុន្តែផ្លូវការឲ្យបងប្អូនណាពួកគាត់នឹងមានការណាត់គ្នាវាយហើយនៅថ្ងៃណាមួយប្រកួតហើយនៅថ្ងៃណាមួយខាងមុខនេះឆាប់នឹងតែម្ដងគ្រប់ជូនពរពុកម៉ែបងប្អូនដែលបានជួយគាំទ្រវីដេអូរបស់ខ្ញុំបាទជូនពរសូមឲ្យមានសុខភាពល្អហើយបន្តជួយគាំទ្របន្តទៀតបងប្អូនឲ្យជួយ Subscribe ចុចរូបកណ្ដឹងផងបាទ Channel YouTube ហ្នឹងដើម្បីឲ្យបងប្អូនទទួលបានវីដេអូថ្មីដែលខ្ញុំបានអាប់ឡូតទៅនេះគ្រប់ជូនពរមួយសាសទៀតក៏បងប្អូនរកស៊ីមានបានកើតការវាគុំតិចតិជុំដូចទៅអំពងខ្ចីហើយបន្តជួយលើកស្ទួយគុណខ្មែររបស់យើងឲ្យកាន់តែល្បីល្បាញបន្តទៅទៀតអូយមិនត្រឹមតែល្បីនៅក្នុងប្រទេសទេបាទឲ្យវាសាយភាយទៅដល់
នៅលើពិភពលោកបាទឥឡូវនេះគេស្គាល់គុណខ្មែរយើងច្រើនណាស់តាមរយៈបងប្អូនជួយគ្រប់គ្រងហ្នឹងហើយអរគុណសុខសប្បាយទាំងអស់គ្នាបាទអរគុណ